មុនកំណត់រាជធានីអង្គរមានរាជធានីមួយឈ្មោះថាអេសានបុរៈដែលយើងស្គាល់ថាសម្បូរព្រៃគុកអបអសាទរខួប9ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO 8 កក្កដា 2017 8 កក្កដា 2026តំបន់ប្រាសាទសម្បូរព្រៃគុកជារតនសម្បត្តិជាតិកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប